ថ្ងៃនេះខ្ញុំបង្រៀនបងប្អូនសំមេឃមានយកទៅដាំបើមេឃមានអាចយកទៅដាំបានលុះត្រាតែមាននេះមានអាយុកាលបាទមានអាយុកាល3ឆ្នាំឡើងទៅបាទអញ្ចឹងមានខ្ញុំនេះមានអាយុកាល3ឆ្នាំហើយបាទអញ្ចឹងមានខ្ញុំនេះ3ឆ្នាំខ្ញុំទទួលផលគឺផ្លែនិយាយពីរឿងផ្លែបាន2ដងហើយកំពុងតែដាក់ផ្លែម្ដងកំពុងឲ្យដើម្បីឲ្យវាចេញផ្កាបាទឲ្យចេញផ្កាយើងមានន័យថា3ឆ្នាំវាបាច់ទទួលផល3ដងហើយមានខ្ញុំនេះទំហំមេឃនេះមេឃវាព្រោះគិតតែរាប់មេឃតែជា80មេឃបាទមាននេះច្បូរមេឃណាបាទកាត់ទៅគឺបែកមេឃច្រើនហើយមាននេះអាចនឹងផ្លែក្នុងឆ្នាំនេះប្រហែលជា65គីឡូឡើងទៅចិត្តលើបាទឡើងទៅចិត្តលើអញ្ចឹងឥឡូវនេះខ្ញុំនាំបងប្អូនទៅមើលអដែងរបៀបផ្សំមេឃមានអញ្ចឹងរបៀបផ្សំមេឃបងប្អូនបាទអញ្ចឹងនេះគឺជាថង់ច្រកខ្ជុងកាមបាទថង់ខ្ជុងកាមហ្នឹងបងប្អូនឃើញហើយក្នុងហ្នឹងវាមានកាផេសខាងកាមទៅទេបងប្អូនផេសខាងកាមនេះគឺគេយកខ្ជុងកាមហ្នឹងគេបើយើងមានខ្ជុងកាមមាននៅកន្លែងគេចំហុយស្រូវដូចចំហុយសម្ងួតស្រូវអាហ្នឹងចេញមកផេសចេញមកគេហៅខ្ជុងអាហ្នឹងមករូបផេសរូបកាមមកទាំងអស់ក៏មិនតែវាខ្លោចតែហៅថាខ្ជុងកាមក៏មិនយកអាផេសកាមដុតម៉ត់ហុយអាហ្នឹងហៅផេសអានេះខ្ជុងកាមបាទអញ្ចឹងរបៀបផ្សំគេទីមួយគេយកកបិតវានេះឧបករណ៍ទៅត្រូវផ្សំមានកបិតវាមានអាហ្នឹងឯងច្រកឲ្យស្រេចចឹងមកហើយនេះគឺដបថ្នាំផ្សំនេះគេហៅថាថ្នាំបដោះរឹសបាទបដោះរឹសគេហៅឈ្មោះវាគេហៅរ៉ូតិចបាទរ៉ូតិចបាទអញ្ចឹងយើងទៅចាប់ផ្ដើមផ្សំបងប្អូនចាប់ផ្ដើមផ្សំបាទអញ្ចឹងរបៀបផ្សំគេយករឹសមើលមេឃក្នុងដបនោះមើលមេឃទូចល្មមកុំឲ្យធំពេកកាលណាមេឃធំពេកវាអត់សូវមានកម្លាំងទេគេបកអស់អញ្ចឹងហើយគេយកកបិតទៅក្រៃមេឃបាទកលឹងមេឃវាមកជុំបាទកលឹងយ៉ាងមកបាទកលឹងវាមកជុំយ៉ាងហើយរយៈពេលប្រវែងដែលកលឹងទៀតគឺប្រហែលជា2ហ៊ុនបាទ2ហ៊ុនបាទកលឹងវាឡើងជុំវិញអញ្ចឹងមកបាទបងប្អូនហើយយើងបកច្បកវាចោលបាទបកច្បកវាចោលបាទបកច្បកវាចោលអស់ទាំងមកហ្នឹងហើយបាទបកអស់បាទបកទាំងជុំវិញបាទអស់យ៉ាងហើយយើងកោសវាបងប្អូនកោសបាទកោសវាស្អាតបាទទុករយៈពេលមកសន្ទុះក្រោយមកបាទដល់វាឈួតបន្តិចសិនហើយយើងយកថ្នាំបាទអានេះគេហៅថាថ្នាំបដោះរឹសបាទថ្នាំហ្នឹងអញ្ចឹងដល់ពេលអញ្ចឹងបងប្អូនប៉ុន្តែបើសិនជាអត់ថ្នាំបងប្អូនដាក់ទៅក៏វាដល់ដែរឬប៉ុន្តែអាការដុសខ្លួនវាអត់សូវលូតដល់ល្អហើយលូតលាស់យឺតបាទលក់នៅក្នុងដបហ្នឹងបាទយើងយកមកជូតបងប្អូនណាមកលាបនេះលាក់ខាងលើបងប្អូនសើមទេដាក់ទៅសើមនេះណាលាក់សើមមិនហ្នឹងមកហើយយើងទុករយៈពេលអាជា5នាទីដើម្បីឲ្យវាអាត្រាំនឹងឈួតដល់ពេលឈួតបងប្អូនយើងយកអាដែលយើងច្រកថែយកមកដាក់អញ្ចឹងមកដាក់ចេះដាក់ឲ្យផុតដល់អានេះលៀនទៅសល់កតុយក្រោមហើយយើងក៏បំពាត់បាទរុំថងរបៀបករុំអញ្ចឹងបងប្អូនករុំទៅក្រោយពាត់មកវិញមកនឹងវិញបាទអញ្ចឹងយើងអាចប្រឡែងដៃបានណាតែហើយយើងចាប់ផ្ដើមពាត់យកបងប្អូនពាត់វា3ជុំឬ4ជុំពាត់យកមកស្អាតរឹបមកតឹងល្មមបាទមកតឹងល្មមនេះបងប្អូនឃើញទេតឹងល្មមមកស្អាតចឹងមកចិត្តមុខកុំឲ្យទឹកចូលបាទចឹងមកហើយបាទយើងពាត់ទឹកក្រោយពាត់ចេះពាត់ចឹងហើយវាត់ទឹកក្រោយមកយើងទៅទាញចង់ទៅក្រោយវិញបាទនេះបើខែប្រាំងយើងត្រូវដាក់មុខវាឡើងលើចឹងមុខឡើងលើប៉ុន្តែខែភាសាយើងអាចទាញវាផ្អៀងចេះមកបានបាទហ្នឹងរួចជាបាទពេលយើងផ្សំមេឃរួចនេះមាននេះមករយៈពេល1ខែក្រោយមកវាដុះឬបែបហ្នឹងបាទអញ្ចឹងដុះឬបែបហ្នឹងយើងទុកដល់រយៈពេល3ខែបានជាកាត់ប៉ុន្តែរឿងនេះមិនតន់ល្មមកាត់ទេទុកឲ្យឆ្មានេះឲ្យវាឆ្មាចេញមកឡើងពណ៌ក្រហមហើយដល់ទើបយើងកាត់យកទៅដាក់បាទនេះគឺ3ខែក្រោយមកបងប្អូន3ខែមកគេកាត់បាទយើងកាត់ទៅដាំគឺឃើញឬក្រហមយើងល្មមកាត់ហើយយើងកាត់យកទៅដាំបងប្អូនកាត់អញ្ចឹងរបៀបកាត់អញ្ចឹងកាត់ហើយបងប្អូនលើកមកវាណាបងប្អូនគេកាត់មេឃគេចោលល្អកាត់ចុងអញ្ចឹងដើម្បីយកកំពង់ថ្មីកាលណាកំពង់ចាស់នេះវាអត់ទៅលូតលាស់ទេគេយកកំពង់ថ្មីបាទបងប្អូនគឺអញ្ចឹងបាទនេះមានលឺស្អាតអញ្ចឹងដុសមកអញ្ចឹងបាទអាហ្នឹងល្មមយកបាទបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ដាំមៀន
ដែលមានរយៈពេល15ខែនេះផ្លែសូមបងប្អូនតាក់ទងតាមលេខទូរស័ព្ទបាទខ្ញុំមានពូជមាននេះលក់ជូនបងប្អូនអូអានេះពីមិនទៅប្រក់ទឹកប្រក់ដីនឹងយកផ្លែទៅណាអស់ណានេះឆ្នាំទី2ហ្នឹងមកឆ្លងចូលដើមមួយទៀតណានេះវាទៅចកងពលឺពណ៌រៀងសໄว้មើលទៅខាងនេះណែសតផ្លែណាមើលទៅនេះមិនដឹងតែផ្លែមកអ្នកខ្លះថាផទេណាមិនអ៊ូទេអានេះថតឲ្យមើលមែនមើលចង់ទៀតចង់ខ្ពស់ចង់ឆ្ងាយចង់ចិត្តមើលឃើញទាំងអស់ទៅផ្លែដបក្រហមវាចំណាំងផ្លាតមកទៅផ្លែណាអស់មើលដល់កនោះស្ទើមិនតន់ទុំទេណានេះបើទុំមិនមែនប៉ុណ្ណឹងទេប៉ុន្តែស្ទើឥឡូវនេះងាកតាក៏ផ្លែដែរដូចគេចាក់ចោលហ្នឹងណាមិនអ៊ូតទេអានេះក៏មិនអ៊ូតទេបើថាចង់មើលដើមនេះដាក់តាក៏ផ្លែដែរងាកលើផ្លែលើងាកក្រមផ្លែក្រមនេះសុទ្ធតែផ្លែទាំងអស់នោះ